ជំរាបសួរពុកម៉ែបងប្អូននៅក្នុងវីដេអូនេះខ្ញុំបាទនឹងលើកយករឿងរ៉ាវដ៏រន្ធត់មួយទាក់ទងទៅនឹងការបំផ្ទុះគ្រាប់បែកបានស្លាប់មនុស្សរហូតដល់ទៅ7នាក់ដូច្នេះតាមដានជាមួយខ្ញុំបាទដូចតទៅហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងដែលបណ្ដាមកពីអំពើហិង្សាក្នុងគ្រួសារឈានទៅដល់ការបំផ្ទុះគ្រាប់បែកបណ្ដាឲ្យមនុស្សចំនួន7នាក់បានបាត់បង់ជីវិតយ៉ាងអណោចអធមតាមសេចក្តីរាយការណ៍ជាបឋមបានឲ្យដឹងថាករណីហិង្សាក្នុងគ្រួសារដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា5:00 នាទីល្ងាចថ្ងៃទី5ខែសីហាឆ្នាំ2026ស្ថិតនៅក្នុងចំណុចភូមិអូសោមឃុំអូសោមស្រុកវាលវែងខេត្តពោធិ៍សាត់ប្រភពនៅកន្លែងកើតហេតុបានបញ្ជាក់ថាដើមហេតុកើតចេញពីចំនួនផ្ទៃក្នុងគ្រួសារហើយបានរីករាលដាលយ៉ាងឆាប់រហ័សរហូតឈានទៅដល់ការប្រើប្រាស់គ្រាប់បែកកែច្នៃដោយដៃបង្កជាការផ្ទុះយ៉ាងសន្ធោសន្ធៅបានការស្លាប់ទាំង7នាក់គឺបណ្ដាលមកពីជនល្មើសប្រើប្រាស់គ្រាប់បែកកែច្នៃបាទធ្វើឲ្យមានការផ្ទុះនឹងគឺបានស្លាប់មនុស្សរហូតដល់ទៅ7នាក់នឹងបាទនៅថ្ងៃកើតហេតុស្ត្រីជាប្រពន្ធរបស់ជនល្មើសបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូសោមដោយបានអះអាងថាប្តីរបស់ខ្លួនឈ្មោះអែមដុំបានប្រើអំពើហិង្សាវាយដំលើរូបនាងបន្ទាប់ពីទទួលបានព័ត៌មានលោកសោមរានៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូសោមបានដឹកនាំកម្លាំងនគរបាលនិងប្រជាការពារចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុនៅពេលទៅដល់កម្លាំងសមត្ថកិច្ចបានព្យាយាមចូលឃាត់ខ្លួនជនល្មើសប៉ុន្តែជនល្មើសបានគំរាមកំហែងមិនឲ្យចូលជិតពេលនោះលោកមេប៉ុស្តិ៍និងប្រជាការពារបានស្ទុះចូលទៅអោបជនល្មើសស្រាប់តែជនល្មើសដែលមានគ្រាប់បែកនៅនឹងដៃបានប្រឡែងគ្រាប់បែកផ្ទុះឡើងបណ្ដាឲ្យមានការបាត់បង់ជីវិតនិងរងរបួសភ្លាមបានអញ្ចឹងនៅពេលដែលបានទទួលពាក្យបណ្ដឹងពីប្រពន្ធជនរងគ្រោះនឹងលោកប្រធានប៉ុស្តិ៍នគរបាលហ្នឹងក៏បានដឹកនាំកម្លាំងនគរបាលនិងជាការពារចុះទៅអន្តរាគមន៍ភ្លាមបាទនៅពេលដែលទៅដល់ហ្នឹងគឺជនល្មើសហ្នឹងមិនឲ្យចូលចិត្តខ្លួនទេបាទហើយបានគំរាមថានឹងបោកគ្រាប់បែកហ្នឹងប៉ុន្តែនៅពេលដែលគាត់មានឱកាសគាត់បានចូលទៅគៀកឲ្យជនល្មើសហ្នឹងចាប់អោបជនល្មើសហ្នឹងនៅពេលហ្នឹងជនល្មើសគឺបានបោកគ្រាប់បែកតែម្ដងបាទទើបបំដាឲ្យមានការស្លាប់ភ្លាមនៅនឹងកន្លែងតែម្ដងហេតុការណ៍នេះបានបណ្ដាឲ្យលោកសោមរានៃប៉ុស្តិ៍នគរបាលរដ្ឋបាលអូសោមបានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមរួមជាមួយប្រជាការពារ3នាក់និងជនសង្ស័យចំណែកលោកសូសវណ្ណរិទ្ធមន្ត្រីនគរបាលប៉ុស្តិ៍និងលោកវីវឿនប្រជាការពារបានរងរបួសធ្ងន់ប៉ុន្តែបានស្លាប់តាមផ្លូវខណៈបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជនរងគ្រោះទាំង7នាក់រួមមានលោកសោមរានៃប៉ុស្តិ៍នគរបាលរដ្ឋបាលអូសោមលោកច្រូនព្រឹមប្រជាការពារលោកសុកអានប្រជាការពារលោកចិន្តាប្រជាការពារឈ្មោះអែមដុំជនល្មើសលោកសូសវណ្ណរិទ្ធមន្ត្រីប៉ុស្តិ៍នគរបាលនិងលោកវីវឿនប្រជាការពារឧបនាយករដ្ឋមន្ត្រីលោកសសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាឲ្យបន្តខិតខំស្រាវជ្រាវរកមុខសញ្ញាចែកចាយគ្រឿងញៀនក្នុងមូលដ្ឋានឃុំអូស្រុកវាលវែងនិងប្រភពគ្រាប់បែកដែលជនញៀនគ្រឿងញៀនបានប្រើប្រាស់បណ្ដាឲ្យមនុស្ស7នាក់បានស្លាប់និងរងរបួសលោកប្រមុខក្រសួងមហាផ្ទៃក៏បានចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារសពនិងបានណែនាំអគ្គស្នងការនគរបាលជាតិរដ្ឋបាលខេត្តរួមទាំងស្នងការឋាននគរបាលខេត្តពោធិ៍សាត់យកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុតក្នុងដំណើរការរៀបចំពិធីបុណ្យសពមន្ត្រីនគរបាលជាតិនិងកម្លាំងប្រជាការពារបច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតនិងប្រមូលភស្តុតាងដើម្បីបញ្ជាក់ពីមូលហេតុនិងព័ត៌មានលម្អិតជុំវិញហេតុការណ៍សោកនាដកម្មនេះអរគុណដល់ពុកម៉ែបងប្អូនដែលតាមដានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់សម្រាប់ពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត